បាទសួស្តីបងប្អូនគ្នានៅក្នុងវីដេអូនេះខ្ញុំបាទចង់បង្ហាញបងប្អូនគ្នាតកតងជាមួយនឹង motor cat 2 model របស់ Makita ដែលប្រើថ្ម 18V ដូចគ្នាបាទសម្រាប់ motor ទាំងពីរនេះគឺបាទមើលមកផ្លែតទៅគឺស្តៀងគ្នាបាទប្រើថ្ម 18V ដូចគ្នាមានកំប៉ុងផ្ទុកកតាកតិចខាត់ដូចគ្នាណាបងប្អូនគ្នាអ្វីដែលខុសគ្នាគឺបាតបងប្អូនគ្នានេះបាទមួយគឺជាបាតជ្រុងបាទបាតជ្រុងដែលនៅពេលដែលខាត់ចេញណាគឺបាទនេះគឺប្រើរំញ័រដើម្បីធ្វើការខាត់បងប្អូនគ្នាហើយមួយទៀតបាតមូលនេះបាតមូលគឺប្រើរង្វិលចុំបាទដើម្បីខាត់អញ្ចឹងបងប្អូនអ្នកគ្នាសម្រាប់ពីរនេះគឺមុខងារនៃការប្រើប្រាស់ខុសៗគ្នាណាមួយខាត់ដើម្បីយកបាទពីគ្រើមទៅរលោងមួយទៀតគឺខាត់ឲ្យរលោងតែម្ដងបងប្អូនអ្នកគ្នាហើយនៅពេលដែលយើងធ្វើការខាត់គឺយើងត្រូវចោះกระดาษបងប្អូននេះចោះกระดาษឲ្យបាទមានរុនដើម្បីវាបឺតចូលនេះណាដើម្បីឲ្យវាបឺតចូលសម្រាប់ប្រភេទกระดาษខាត់មួយនេះវិញគឺយើងត្រូវរកกระดาษខាត់ដែលមានរុនដើម្បីយកបកបិទជាមួយបងប្អូនគ្នាណាប្រភេទនេះបកបិទប្រភេទនេះគៀបបងប្អូនគ្នាអញ្ចឹងសម្រាប់ការប្រើប្រាស់ចាស់ស្ដែងគឺមានការប្រើប្រាស់ផ្សេងគ្នាអញ្ចឹងណាអញ្ចឹងបើសិនជាបងប្អូនអ្នកគ្នាចង់ដឹងពីការប្រើប្រាស់បន្ថែមឬក៏ចង់តេស្តសាកល្បងមុននឹងទិញយកទៅប្រើប្រាស់បងប្អូនអ្នកគ្នាអាចតាក់ទងមកបានបាទសូមអរគុណ